ជីតុកណាលេបងប្អូនអើយនេះជីតុកណាលេឥឡូវមកវិញហើយមកកន្លែងចំណត់ទុកវិញហើយបងប្អូននេះទេសភាពពេលយប់ម៉ោង8យប់ឥឡូវម៉ោង8យប់ហើយទេសភាពនៅកំពតស្រស់ស្អាតមែនតើបងប្អូនអើយនេះកន្លែងឆ្នេរគេអង្គុយលេងយប់ឡើងមានឆ្នេរគេអង្គុយលេងអញ្ចឹងណាកន្លែងវាលខ្សាច់នេះបងសិតស្ពោបងប្អូននៃគេមកអង្គុយលេងណាហើយមានកញ្ចោះមានអីគេខ្លះតែគេយកកតេយកអីមកក្រាអង្គុយលេងទៅធ្វើបាបឺខ្ជូទៅបើមិនចឹងទៅគេទិញរបស់អីញ៉ាំជាមួយគ្នាអញ្ចឹងណាបងប្អូនញ៉ាំជាលក្ខណៈគ្រួសារនោះគឺជាកណូតបងប្អូនជាអាទុកដល់ហ្នឹងជាកណូតតូចហ្នឹងមកពីរនេះបងប្អូនឯពីរនោះមួយទៅមួយមកវិញស្រីអ្នកបើកណាបងប្អូនមិនប្រុសបើកណាស្រីបើកហើយនេះយប់ឡើងខ្ញុំចូលចិត្តមកលេងកន្លែងហ្នឹងបងប្អូនដោយសារមកអង្គុយលេងទៅវាកំដរអបសុកហ្នឹងទៅហើយមួយណាវាស្រស់ស្រាយដែរពេលថ្ងៃណាយើងគិតច្រើនយើងមានអារម្មណ៍ចង់ stress អីយើងអាចមកអង្គុយលេងនៅហ្នឹងបានណាបងប្អូនអង្គុយលេងទីនឹងបាយទៅហើយខ្ញុំទៅសប្បាយបងប្អូននៅកំពតស្បាយនេះមនុស្សស្រីបើកណាបងប្អូននេះបើកសាហាវលេខ1ហើយនេះថាគេបងប្អូនអូខេបាយអ្នកទាំងអស់គ្នាអូខេបាយ see you នេះបងប្អូនខ្ញុំនៅក្រោយណាកូនក្មួយខ្ញុំមិននៅក្រោយទាំងអស់គ្នានោះនៅក្រោយទាំងអស់គ្នាអូខេ see you